ជំរាបសួរខ្ញុំឈ្មោះស៊ីវុធានៅក្នុងវគ្គទី1នៃកម្មវិធី Camasian 40-minute talk show យើងមានការចូលរួមពីវាគ្មិនកិត្តិយសរបស់យើងមួយរូបដែលគាត់ជាអតីតនិស្សិតធ្លាប់ទទួលបាននៅអាហារូបករណ៍ Chevening ហើយបានទៅបន្តការសិក្សាថ្នាក់អនុបណ្ឌិតនៅចក្រភពអង់គ្លេសដូច្នេះដើម្បីកុំឲ្យខាត់ពេលយូរយើងមកជួបគាត់ទាំងអស់គ្នាជំរាបសួរវឌ្ឍនៈជំរាបសួរបងបាទមិនដែរវឌ្ឍនៈនេះជាលើកទី1ដែលយើងបានជួបគ្នាមិនអញ្ចឹងហ៎បាទបងបាទហើយបងក៏អរគុណដែរដែលវឌ្ឍនៈបានឆ្លៀតឱកាសចូលរួមនៅក្នុងវគ្គទី1នៃកម្មវិធី 40-minute talk show របស់យើងហើយយើងធ្លាប់តែជួបគ្នាអនឡាញហើយលើកនេះយើងជួបគ្នាផ្ទាល់មានអារម្មណ៍ថាវឌ្ឍនៈសង្ហាអូខេអញ្ចឹងវឌ្ឍនៈអាចធ្វើការណែនាំខ្លួនបន្តិចបានទេទៅកាន់ទស្សនិកជនដែលកំពុងទស្សនានៅវីដេអូរបស់យើងមួយនេះជាដំបូងខ្ញុំសូមជំរាបសួរទៅកាន់ទស្សនិកជនខ្ញុំបាទឈ្មោះអ៊ិតស្រីវឌ្ឍនៈជាអតីតនិស្សិតរបស់សាកលវិទ្យាល័យកម្ពុជានៅក្នុងជំនាញបញ្ញាបត្រជំនាញគ្រប់គ្រងពាណិជ្ជកម្មអន្តរជាតិហើយបន្ទាប់មកនៅក្នុងឆ្នាំ2021ខ្ញុំបានជាប់ជ័យលាភីអាហារូបករណ៍ Chevening ទៅកាន់ទៅសិក្សានៅសាកលវិទ្យាល័យ Bangor University នៅឯចក្រភពអង់គ្លេសនៅក្នុងជំនាញគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយនិងអន្តរជាតិបាទអញ្ចឹងវឌ្ឍនៈប្រហែលជាបានដឹងហើយថាកម្មវិធីអាហារូបករណ៍ Chevening គឺកំពុងតែទទួលពាក្យពីបេក្ខជនរបស់យើងនៅក្នុងប្រជាជាតិកម្ពុជាបងជឿថាសម្រាប់ទស្សនិកជនដែលគាត់កំពុងទស្សនាគាត់យើងមាននិស្សិតក៏ដូចជានិស្សិតផងដែរអញ្ចឹងគាត់ប្រហែលជាឆ្ងល់ហើយថាស្អីទៅជាកម្មវិធីអាហារូបករណ៍ Chevening ហើយមួយវិញទៀតតើកម្មវិធីអាហារូបករណ៍ Chevening ហ្នឹងគឺមានផ្ដល់នៅអត្ថប្រយោជន៍អ្វីខ្លះជូនដល់និស្សិតដូចជាវឌ្ឍនៈស្រាប់វឌ្ឍនៈបានធ្លាប់ជាប់កម្មវិធីអាហារូបករណ៍នេះអញ្ចឹងហើយបងជឿថាវឌ្ឍនៈប្រកាសជាដឹងអំពីអត្ថប្រយោជន៍នៃកម្មវិធីអាហារូបករណ៍ដ៏អស្ចារ្យមួយនេះហើយហ្នឹងហើយអញ្ចឹងបងសូមសួរសំណួរនេះទៅកាន់វឌ្ឍនៈបាទសូមអរគុណច្រើនបងថាសម្រាប់អាហារូបករណ៍ Chevening គឺជាអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេសដែលផ្ដល់ជូនទៅនឹងការសិក្សាថ្នាក់អនុបណ្ឌិតរយៈពេល1ឆ្នាំនៅសាកលវិទ្យាល័យណាមួយក៏ដោយនៅក្នុងចក្រភពអង់គ្លេសហើយអត្ថប្រយោជន៍នៅក្នុងការទទួលបាននោះគឺសិស្សនិស្សិតទទួលបាននៅការផ្ដល់ជូនជាគេហៅថាថ្លៃស្នាក់នៅការហូបចុកក្នុងរយៈពេល1ខែហ្នឹងរហូតដល់តែចប់នៅក្នុងកម្មវិធីអាហារូបករណ៍ហើយនឹងការបង់ជូន 100% ចំពោះការសិក្សាទៅកាន់សាកលវិទ្យាល័យណាមួយក៏ដោយនៅក្នុងចក្រភពអង់គ្លេសបងបាទអញ្ចឹងបងចង់សួរដែរថាវឌ្ឍនៈបានលើកឡើងអំពីចំណុចធំដែរមានទាំងការបង់ថ្លៃការសិក្សាគឺនិស្សិតក៏ដែលគាត់ជាប់អាហារូបករណ៍នេះគឺគាត់អត់ចាំបាច់ចំណាយលុយផ្ទាល់ខ្លួនទេទី2គឺការជួយឧបត្ថម្ភในការចាយវាប្រចាំខែសម្រាប់និស្សិតដែលគាត់ទទួលបានអាហារូបករណ៍នេះចុះចំណុចមួយទៀតគឺមធ្យោបាយធ្វើដំណើរពីវិរិយជាតិកម្ពុជាយើងទៅកាន់ចក្រភពអង់គ្លេសគឺនិស្សិតជាអ្នករ៉ាប់រងដោយផ្ទាល់ឬក៏ជាខាងកម្មវិធីអាហារូបករណ៍វិញដែរបាទជាទូទៅសម្រាប់និស្សិតដែលជាប់ជ័យលាភីអាហារូបករណ៍ Chevening នេះនឹងទទួលបាននៅសម្បត្តិយន្តហោះគេនៅក្នុងឃ្លាមួយគេនិយាយថា if you win a Chevening scholarship you win a ticket to the UK អូខេដូច្នេះមានន័យថាយើងនឹងទទួលបានសម្បត្តិយន្តហោះទាំងទៅទាំងមកសម្រាប់អាហារូបករណ៍មួយនេះទៅកាន់ចក្រភពអង់គ្លេសផងដែរបាទចុះបងចង់ឆ្វិចយកចំណុចមួយទៀតការទៅសិក្សានៅបរទេសយើងជាបំផុតនេះគឺបញ្ហាសុខភាពបាទអញ្ចឹងសម្រាប់បញ្ហាសុខភាពតើវឌ្ឍនៈអាចជួយចែកម្លែកបានទេថាសម្រាប់អាហារូបករណ៍ Chevening នេះគាត់ទទួលរ៉ាប់រងយ៉ាងម៉េចដែរជាមួយបញ្ហាសុខភាពបាទសម្រាប់បញ្ហាសុខភាពនិស្សិតនីមួយៗតម្រូវឲ្យយើងទៅធ្វើគេហៅថាបានសន្តិសុខសង្គមឬក៏ NHS នៅក្នុងចក្រភពអង់គ្លេសដើម្បីយើងទទួលបានការព្យាបាលនិងការត្រួតពិនិត្យរាល់ពេលដែលយើងនៅពេលដែលយើងកំពុងសិក្សាហើយយើងមានបញ្ហាណាមួយនៅក្នុងការឈឺថ្កាត់នេះថាសុខភាពអញ្ចឹងយើងអាចទៅកាន់មន្ទីរពេទ្យហើយយើងអាចណាត់ជាមួយនឹងលោកវិជ្ជបណ្ឌិតឬក៏អ្នកគ្រូពេទ្យនៅក្នុងពេទ្យនីមួយណាមួយក៏បានដែរនៅក្នុងចក្រភពអង់គ្លេសដើម្បីធ្វើការតេស្តនិងពិនិត្យសុខភាពរបស់ពួកយើងផងដែរបាទអូខេវឌ្ឍនៈបងចង់សួរសំណួរមួយទៀតទៅកាន់វឌ្ឍនៈឥឡូវយើងបានដឹងអំពីថាអ្វីទៅជាកម្មវិធីអាហារូបករណ៍ Chevening អញ្ចឹងបងចង់សួរវឌ្ឍនៈពាក់ព័ន្ធជាមួយនឹងថាតើអាហារូបករណ៍ Chevening នេះគាត់មានលក្ខខណ្ឌអ្វីខ្លះដើម្បីអនុញ្ញាតឲ្យនិស្សិតយើងគាត់បានដឹងថាគាត់មានអាចត្រៀមរៀបចំខ្លួនបែបម៉េចនៅក្នុងការដាក់ពាក្យអាហារូបករណ៍មួយនេះបាទសូមអរគុណច្រើនបងសម្រាប់និស្សិតដែលមានចំណាប់អារម្មណ៍នៅក្នុងការដាក់ពាក្យទៅកាន់អាហារូបករណ៍ Chevening នេះគឺសម្រាប់និស្សិតនៅក្នុងប្រជាជាតិកម្ពុជារបស់យើងគឺតម្រូវឲ្យមានសញ្ជាតិខ្មែរដែលជាកូតាមួយដែលជា requirement ទី1 requirement ទី2គឺគាត់ត្រូវតែមានបទពិសោធន៍ការងារចំនួន 2800 ម៉ោងឬក៏ស្មើនឹង2ឆ្នាំប៉ុន្តែនេះមិនបានរាប់បញ្ចូលថាតតែគាត់រៀនចប់ថ្នាក់បញ្ញាបត្រទេមានន័យថាគាត់
អាចធ្វើការនៅក្នុងឆ្នាំទី1ឆ្នាំទី2ក៏បានឆ្នាំទី3ក៏បានយើងអាចរាប់ទៅបើសិនជាបានគ្រប់2ឆ្នាំគឺយើងជាប់បានន័យថាយើងអាចដាក់ពាក្យនៅក្នុងអាហារូបករណ៍ Chevening នេះបានហើយចំណែកចំណុចទី3ចំពោះកម្រិតនិងភាសាអង់គ្លេសបានន័យថាសមត្ថភាពភាសាអង់គ្លេសគឺត្រូវបានកំណត់ដោយសាកលវិទ្យាល័យនីមួយៗទៅវិញមិនមែនដោយសារអាហារូបករណ៍ Chevening ទេអញ្ចឹងវឌ្ឍនៈបានលើកឡើងនៅចំណុចមួយចំនួនហើយតាក់ទងជាមួយនឹងកម្មវិធីអាហារូបករណ៍ Chevening តើកម្មវិធីអាហារូបករណ៍ Chevening នេះគឺមានអត្ថប្រយោជន៍អ្វីខ្លះអញ្ចឹងបងសុំសួរបន្តទៀតចង់សួរវឌ្ឍនៈថាតើកម្មវិធីអាហារូបករណ៍ Chevening នេះនិស្សិតគាត់គួរតែបំពេញនៅលក្ខខណ្ឌអ្វីខ្លះដើម្បីគាត់អាចដាក់ពាក្យបានអញ្ចឹងសូមអញ្ជើញវឌ្ឍនៈបាទសម្រាប់និស្សិតដែលមានចំណាប់អារម្មណ៍នៅក្នុងការដាក់ពាក្យនៅក្នុងអាហារូបករណ៍ Chevening Scholarship នេះគឺតម្រូវឲ្យនិស្សិតរបស់ខ្មែរយើងនឹងមានសញ្ជាតិខ្មែរដែលវាជាលក្ខខណ្ឌទី1តែម្ដងនៅក្នុងការដាក់ពាក្យសម្រាប់លក្ខខណ្ឌទី2គឺផ្ដោតទៅលើបទពិសោធន៍ការងារចំនួន2800ម៉ោងឬស្មើនឹង2ឆ្នាំប៉ុន្តែចំណុចពិសេសត្រង់ថាមិនចាំបាច់តតែរៀនចប់ថ្នាក់បរិញ្ញាបត្រទើបអាចរាប់នៅពេលវេលាធ្វើការឬក៏ពេលវេលាម៉ោងនៅក្នុងការបំពេញការងារទេមានន័យថាគាត់អាចធ្វើការនៅឆ្នាំទី1ឆ្នាំទី2ហើយយើងអាចរាប់បញ្ចូលដើម្បីបង្គ្រប់លក្ខខណ្ឌទី2ចំណែកលក្ខខណ្ឌទី3មានន័យថាគាត់ត្រូវតែបញ្ចប់ថ្នាក់បរិញ្ញាបត្ររបស់គាត់បានន័យថាគាត់បញ្ចប់ថ្នាក់បរិញ្ញាបត្រសិនទើបអាចមានសិទ្ធិនៅក្នុងការដាក់ពាក្យយកអាហារូបករណ៍ថ្នាក់គណិតបណ្ឌិតនៅចក្រភពអង់គ្លេសចំណែកលក្ខខណ្ឌទី4ទៅលើកម្រិតភាសាអង់គ្លេសនោះផងដែរគឺវាអាស្រ័យទៅតាមសាកលវិទ្យាល័យនីមួយៗនៅក្នុងការកំណត់ឧទាហរណ៍ថានៅសាកលវិទ្យាល័យរបស់ខ្ញុំ Bangor University សម្រាប់មុខវិជ្ជានីមួយៗអាចនឹងកំណត់ផ្សេងៗគ្នាទៅតាមកម្រិតភាសាអង់គ្លេសផងដែរបាទអរគុណច្រើនវឌ្ឍនៈអញ្ចឹងយើងបានដឹងតាក់ទងជាមួយនឹងលក្ខខណ្ឌនៃកម្មវិធីអាហារូបករណ៍ Chevening បងចាប់អារម្មណ៍ត្រង់ចំណុចមួយគឺវឌ្ឍនៈលើកឡើងអំពីបទពិសោធន៍ការងាររយៈពេល2ឆ្នាំដែលកម្មវិធីអាហារូបករណ៍ Chevening ហ្នឹងគឺរាប់បញ្ចូលតាំងពីពេលដែលយើងចេញធ្វើការតែម្ដងអាចថានៅក្នុងកំឡុងពេលដែលយើងកំពុងតែសិក្សានៅសាកលវិទ្យាល័យផងដែរអានេះគឺជាចំណុចពិសេសមួយនៃកម្មវិធីអាហារូបករណ៍ Chevening ផងដែរអញ្ចឹងបងចង់សួរបន្តទៀតថាឥឡូវបើយើងបានដឹងអំពីលក្ខខណ្ឌហើយយើងដឹងថាយើងអាចដាក់ពាក្យបានហើយអញ្ចឹងតើការដាក់ពាក្យហ្នឹងគឺបែងចែកចេញជាប្រមាណដំណាក់កាលដែរអញ្ចឹងបងចង់ឲ្យវឌ្ឍនៈជួយចែកម្លែកខ្លែងចំណុចហ្នឹងបន្តិចដើម្បីឲ្យទស្សនិកជនរបស់យើងគាត់កំពុងតែតាមដានវីដេអូនេះគាត់ដឹងហើយគាត់អាចនឹងត្រៀមខ្លួនផងដែរបាទអរគុណច្រើនបងសម្រាប់សំណួរសម្រាប់គេហៅថាដំណាក់កាលនៅក្នុងការដាក់ពាក្យទៅកាន់អាហារូបករណ៍ Chevening នេះគឺមាន2ដំណាក់កាលធំដំណាក់កាលទី1គេហៅថាដំណាក់កាលទទួលពាក្យឬក៏ application stage ដែលជាដំណាក់កាលមួយដែលតម្រូវឲ្យសិស្សនិស្សិតដែលមានចំណាប់អារម្មណ៍ហ្នឹងត្រូវសរសេរនៅគេហៅថា essay ចំនួន4ឬក៏អត្ថបទចំនួន4ដែលពាក់ព័ន្ធអំពីភាពជាអ្នកដឹកនាំការទំនាក់ទំនងនៅក្នុងសង្គមនិងគេហៅថាការងារវិជ្ជាជីវៈនិងទី3ពាក់ព័ន្ធទៅនឹងគម្រោងការសិក្សានិងគម្រោងអាជីពរបស់ខ្លួនបន្ទាប់ពីទទួលបានអាហារូបករណ៍ Chevening Scholarship ហ្នឹងហើយចំណែកដំណាក់កាលទី2នោះគឺជាដំណាក់កាលសម្ភាសដែលបេក្ខជនដែលគេហៅថាបេក្ខជនសក្តានុពលនឹងត្រូវបានអញ្ជើញឲ្យទៅសម្ភាសនៅឯស្ថានទូតរបស់អង់គ្លេសដើម្បីបំពេញបន្ថែមថាតើសំណេរដែលគាត់ទៅសេទាំង4នោះគឺពិតជាសំណេររបស់គាត់មែនឬក៏យ៉ាងណាហើយអាចនឹងមានសំណួរជាច្រើនដែលអាចនឹងសួរនៅក្នុងពេលនោះផងដែរអញ្ចឹងណាបងបាទអញ្ចឹងបងអរគុណច្រើនវឌ្ឍនៈដែលបានចែករំលែកពាក់ព័ន្ធជាមួយនឹងចំណុចមួយចំនួនរបស់កម្មវិធីអាហារូបករណ៍ Chevening បងចាប់អារម្មណ៍ត្រង់ចំណុចមួយដែលវឌ្ឍនៈបានលើកឡើងគឺការសរសេរនៅអត្ថបទចំនួន4ឬក៏សំណេរចំនួន4ធំទៅលើប្រធានបទផ្សេងគ្នាបងចាំបានខ្លះមានដូចជាភាពជាអ្នកដឹកនាំការប្រស័យតាក់ទងជាមួយនឹងអ្នកដទៃហើយមួយទៀតគឺអាចពីការរៀបចំនៅគម្រោងនៅក្នុងការសិក្សាផងដែរអញ្ចឹងវឌ្ឍនៈអាចចែកម្លែកនៅកន្លឹះខ្លះបានទេថាតើធ្វើម៉េចទៅសរសេរទៅឲ្យចាក់ចំបេះដូងរបស់អ្នកដែលកំពុងតែអាននៅអត្ថបទសំណេរដែលយើងដាក់ពាក្យនៅក្នុងកម្មវិធីអាហារូបករណ៍ Chevening នេះណាថ្ងៃសូមអញ្ជើញបាទសម្រាប់អាហារូបករណ៍ Chevening នេះបងគឺគេផ្ដោតសំខាន់មែនទែនទៅលើបុគ្គលដែលមានភាពជាអ្នកដឹកនាំដូច្នេះហើយទើបនៅក្នុងអត្ថបទមួយនៅក្នុងចំណោម4ហ្នឹងគឺមានអត្ថបទមួយដែលសរសេរអំពីភាពជាអ្នកដឹកនាំអញ្ចឹងនៅក្នុងអត្ថបទទាំង4នេះសម្រាប់ខ្ញុំមានគន្លឹះសំខាន់ច្រើនដែរសម្រាប់ការចែកម្លែកទី1គឺផ្ដោតទៅលើការសរសេរហ្នឹងគឺប្រាប់អំពីរឿងរ៉ាវផ្ទាល់ខ្លួនរឿងរ៉ាវផ្ទាល់ខ្លួនរបស់យើងហ្នឹងធ្វើយ៉ាងម៉េចយើងអាចបង្ហាញអំពីភាពជាអ្នកដឹកនាំនៅក្នុងទាំងវិស័យហ្នឹងអាជីពការងាររបស់ខ្លួនក៏ដូចជាការប្រស្រ័យទំនាក់ទំនងក្នុងសង្គមនិងវិជ្ជាជីវៈដូចនេះ
ធ្វើឲ្យគេហៅថាតម្រង់អត្ថបទរបស់យើងគឺឈរនៅក្នុងលក្ខណៈមួយដែលហៅថាមានភាពសុក្រិតនិងភាពបានន័យថាបង្ហាញពីខ្លួនឯងបានច្រើនបាទចំណែកគន្លឹះទី2នោះគឺការផ្ដោតទៅលើអំពីការគិតអំពីផែនការអាជីវផែនការអាជីពហើយនិងផែនការការសិក្សារបស់ខ្លួនឯងនៅចាក់ពិភពអង់គ្លេសពីព្រោះសំណួរនេះគឺសំខាន់មែនទែនគេសួរសំណួរមួយដែលគេសួរថាតើហេតុអីបានជាការសិក្សានៅចាក់ពិភពអង់គ្លេសនេះគឺពិតជាសំខាន់សម្រាប់អាជីពរបស់អ្នកដូច្នេះយើងអាចរកចម្លើយណាមួយដែលវាហាក់បីដូចជាចម្លើយមួយដែលអាចធ្វើយ៉ាងម៉េចឲ្យស័ក្តិសមជាមួយនឹងអ្វីដែលជាមូលហេតុពិតប្រាកដនៅពីក្រោយនៅក្នុងការជ្រើសរើសទៅសិក្សានៅចាក់ពិភពអង់គ្លេសនេះគឺជាអ្វីដែលខ្ញុំអាចចែករំលែកបានសម្រាប់គន្លឹះទី3យើងអាចធ្វើយ៉ាងណាយើងអាចសរសេរមុនពេលការកំណត់ហ្នឹងឲ្យបានយ៉ាងហោចណាស់2ទៅ3សប្តាហ៍ហើយយើងជួយរកសិស្សច្បងឬក៏អាចតំណែងតំណងមកកាន់នៅក្នុង page របស់ Tuning យើងហៅថា Tuning Cambodia ហ្នឹងនឹងមាន scholar អ្នកដែលបញ្ញវន្តដែលគាត់ធ្លាប់ជាប់ទៅរៀនកាលពីឆ្នាំមុនហ្នឹងគាត់ជួយមើល review ឲ្យទៅអាហ្នឹងគឺជាការបានន័យថាយើងអាច proof reading មានន័យថាយើងអានមើលលើអត្ថបទហ្នឹងម្ដងទៀតដោយភ្នែកអ្នកដែលគាត់ធ្លាប់ជាប់នៅក្នុងអាហារូបករណ៍នេះគឺជាកលឹះមួយនៅក្នុងការជោគជ័យនៅក្នុងវគ្គសរសេរសំណេរអត្ថបទបាទបងអរគុណចៅវឌ្ឍនៈដែលបានចែករំលែកពាក់ព័ន្ធជាមួយនឹងចំណុចនៅក្នុងការសរសេរអត្ថបទវាជាកលឹះមួយដែលសំខាន់ពីព្រោះថាបងជឿថាមិនមែនត្រឹមតែអាហារូបករណ៍ Chevening តែប៉ុណ្ណោះទេគឺអាហារូបករណ៍ដទៃទៀតក៏មានការទាមទារឲ្យបេក្ខជនគាត់សរសេរនៅអត្ថបទឬក៏សំណេរដើម្បីជាការដាក់ពាក្យផងដែរបងចង់ពង្វែនៅអារម្មណ៍ទស្សនិកជនរបស់យើងមកកាន់សំណួរមួយទៀតដែលបងបានសួរទៅវឌ្ឍនៈគឺវឌ្ឍនៈបានលើកឡើងពីដំណាក់កាលទី2ដែលជាដំណាក់កាលសំខាន់បំផុតនោះគឺជាដំណាក់កាលសម្ភារហើយសម្រាប់បងក៏ដូចជាទស្សនិកជនរបស់យើងឲ្យទៅលើពាក្យសម្ភារអាចថាគាត់បារម្ភគាត់ភ័យខ្លាចអត់ដឹងថាតើនៅក្នុងវគ្គសម្ភារហ្នឹងគឺគាត់ត្រូវធ្វើយ៉ាងម៉េចអញ្ចឹងក្នុងនាមវឌ្ឍនៈដែលបានឆ្លងកាត់នៅវគ្គសម្ភារកម្មវិធីអាហារូបករណ៍ Chevening តើវឌ្ឍនៈអាចចែកម្លែកបានទេព្រោះបងជឿថាអ្នកដែលគាត់កំពុងទស្សនាមិនមែនសុទ្ធសឹងតែជាអ្នកដែលគាត់ដាក់ពាក្យឬក៏គាត់អាចនឹងថាដាក់ពាក្យហើយគាត់ឡើងទៅដល់វគ្គសម្ភារប៉ុន្តែវគ្គការប្រព្រឹត្តទៅនៃវគ្គសម្ភារអាចថាប្រហែលជាមិនល្អអញ្ចឹងវឌ្ឍនៈអាចជួយចែកម្លែកតិចទៅថាធ្វើយ៉ាងម៉េចគឺយើងអាចត្រៀមខ្លួនឲ្យល្អដើម្បីទទួលបានលទ្ធផលល្អនៅក្នុងវគ្គសម្ភារផងដែរបាទអរគុណច្រើនមែនទែនបងសម្រាប់សំណួរនៅក្នុងការត្រៀមខ្លួននៅក្នុងការចូលរួមគេហៅថាវគ្គសម្ភារដែលជាវគ្គទី2គេហៅថាដំណាក់កាលទី2នៅក្នុងការជ្រើសរើសនៅក្នុងជ្រើសរើសបេក្ខជនសម្រាប់អាហារូបករណ៍ Chevening នេះគឺសម្រាប់ខ្ញុំមានកលឹះមួយដែរគឺកលឹះទី1ខ្ញុំគិតថាការសម្ភាសន៍នេះគឺមិនឆ្ងាយទេអំពីសំណេររបស់យើង9នោះអញ្ចឹងអាចថាបេក្ខជននឹងត្រូវបានគេសួរនៅជុំវិញសំណួរទាំង4របស់ពួកគាត់អញ្ចឹងដើម្បីបញ្ជាក់ថានេះគឺជាសំណេរដែលពួកគាត់បានសរសេរហើយក៏នឹងមានសំណួរបានន័យថាសំណួរ follow up សំណួរតាមមួយចំនួនដែរព្រោះនៅក្នុង application มันអាចសរសេរអស់ទេក្នុងសំណេរណាបងអញ្ចឹងគាត់អាចនឹងសួរសំណួរណាមួយដែលគាត់ចាប់អារម្មណ៍នៅក្នុងសំណេររបស់យើងគាត់ថាសំណេរហ្នឹងវាហាក់បីដូចជាមានសក្តានុពលមែនតើអញ្ចឹងគាត់អាចនឹងសួរថែមទៀតអញ្ចឹងប្រសិនបើជាសំណេររបស់យើងពិតប្រាកដយើងជាអ្នកសរសេរយើងអាចឆ្លើយបានហើយនៅពេលនោះគឺគេអាចនិយាយបានដែរថាយើងស្ថិតនៅក្នុងដំណាក់កាលមួយដែលគេពិចារណាហើយមួយទៀតកលឹះទី2គឺសម្រាប់ខ្ញុំអនុវត្តផ្ទាល់មែនតើគឺខ្ញុំធ្វើការទំនាក់ទំនងទៅកាន់រៀមច្បងដែលពួកគាត់មានភាពជោគជ័យក្នុងការសម្ភាសក៏ដូចជាមានភាពជោគជ័យនៅក្នុងការបង្ហាញអំពីបានន័យថាខ្ញុំតែងតែចាំពាក្យមួយ principle មួយ a good storyteller is a winner បើជាយើងជាមនុស្សដែលអាចនិយាយពីរឿងនិទានមួយទៅកាន់គេហៅថាគណៈកម្មការបានគឺជាអ្នកឈ្នះអញ្ចឹងហើយបានជាខ្ញុំសំខាន់មែនទេគឺខ្ញុំត្រូវធ្វើគេហៅថាយើងអាចធ្វើការអនុវត្តសារលបងសម្ភាសហ្នឹងឲ្យដូចមែនតែនជាមួយនឹងរៀមច្បងដែលគាត់ធ្លាប់ជាប់អាហារូបករណ៍ឬក៏ជារៀមច្បងដែលយើងគិតថាពួកគាត់អាចមានសក្តានុពលនៅក្នុងការជួយដូចសម្រាប់ខ្ញុំធ្លាប់ធ្វើអញ្ចឹងខ្ញុំគិតថានេះគឺជាចំណុចសំខាន់មែនតែនមុនពេលដែលយើងត្រៀមខ្លួនចូលទៅកាន់វគ្គសម្ភាសបាទអរគុណបាទបងអរគុណវឌ្ឍនៈច្រើនដែលបានចែករំលែកពីគន្លឹះសំខាន់ដែលបងជឿថាអ្នកដែលគាត់កំពុងទស្សនាគាត់ទទួលបានច្រើនមែនទែនហើយគាត់ក៏អាចត្រៀមរៀបចំខ្លួននៅក្នុងការដាក់ពាក្យអាហារូបករណ៍ Chevening នេះផងដែរឥឡូវយើងសូមពង្វែមកកាន់សំណួរមួយទៀតបងជឿថាទស្សនិកជនគាត់ចង់ដឹងថាតើការទៅសិក្សានៅចក្រភពអង់គ្លេសហ្នឹងរបស់វឌ្ឍនៈគឺយ៉ាងម៉េចអញ្ចឹងបងចង់សួរវឌ្ឍនៈថាវឌ្ឍនៈអាចចែកម្លែកពីបទពិសោធន៍ទាំងការសិក្សាក៏ដូចជាការដើរកម្សាន្តពីព្រោះថាការទៅបន្តការសិក្សានៅបរទេសយើងមិនអាចតែផ្ដោតទៅលើការសិក្សាតែមួយមុខទេវាតែតែមានហើយគឺការទៅដើរកម្សាន្តនៅរមណីយដ្ឋានណាមួយនៅក្នុងប្រទេសដែលយើងកំពុងសិក្សាតើមានបទពិសោធន៍ល្អៗអ្វីខ្លះវឌ្ឍនៈអាចចែកម្លែកបាន
បាទសូមអរគុណបងមែនតើសម្រាប់ជំនួយនេះគឺជាសំណួរមួយដែលសម្រាប់ខ្ញុំមុនពេលដែលជាប់អាហារូបករណ៍ជីវនីនេះខ្ញុំតែងតែគិតថាតើខ្ញុំនឹងធ្វើអ្វីខ្លះនៅក្នុងចក្រភពអង់គ្លេសប្រសិនបើជាប់អាហារូបករណ៍ជីវនីចៃដន្យនៅពេលដែលខ្ញុំសិក្សាហើយកំពុងធ្វើដំណើរកម្សាន្តនៅក្នុងចក្រភពអង់គ្លេសសំណួរនេះបាន pop up មកខ្ញុំវិញថាតើខ្ញុំគួរធ្វើអីបាទតាមពិតទៅអាហារូបករណ៍ចក្រភពអង់គ្លេសនេះមិនមែនមានន័យថាឲ្យយើងទៅសិក្សារហូតពេញមួយឆ្នាំមិនមានពេលសម្រាប់ខ្លួនឯងទេមានន័យថាយើងអាចសិក្សាឲ្យបានខ្លាំងហើយធ្វើដំណើរកម្សាន្តក៏បានខ្លាំងជាងគេប្រើពាក្យមួយបងគេថា you can study harder and even travel harder យើងអាចធ្វើដំណើរកម្សាន្តបានច្រើនសម្រាប់ខ្ញុំដើរលេងធ្វើគេហៅថាទស្សនកិច្ចទៅកាន់តំបន់វប្បធម៌មួយចំនួនដូចជានៅខាង Scotland ប្រទេស Scotland ដែលស្ថិតនៅក្នុងចក្រភពអង់គ្លេសក៏ដូចជាប្រទេសជាច្រើននៅក្នុងចក្រភពអង់គ្លេសហើយមិនត្រឹមតែប៉ុណ្ណោះខ្ញុំអាចធ្វើដំណើរកម្សាន្តចាក់ចេញពីចក្រភពអង់គ្លេសទៅកាន់តំបន់អឺរ៉ុបនៅក្នុងនោះខ្ញុំបានទៅដល់ប្រទេសដូចជាប្រទេសក្រិកដែលយើងសិក្សាអំពីវប្បធម៌នានាផ្សេងៗដែលធ្វើឲ្យខ្ញុំនឹងអាចទី1អាចទំនាក់ទំនងទៅកាន់ជាច្រើនផ្សេងទៀតមិនត្រឹមតែយើងត្រឹមតែ connection ទំនាក់ទំនងរបស់យើងនៅក្នុងសាលារៀនឬក៏នៅក្នុងសហគមន៍អ្វីក៏ទីតាំងដែលយើងទៅរៀនទេប៉ុន្តែយើងទំនាក់ទំនងបានច្រើនជាងមុនហើយរឿងមួយទៀតដែលជាបទពិសោធន៍ល្អមែនតើនៅចក្រភពអង់គ្លេសជាទូទៅយើងឃើញនៅពេលដែលបុណ្យគ្រីស្មាស់នេះគឺជាបុណ្យមួយដែលមានវប្បធម៌ឥតខ្ចោះមែនតើខ្ចោះនេះគឺជាពេលវេលាមួយដែលនិស្សិតខ្មែរយើងអាចទទួលបាននៅគេហៅថាអារម្មណ៍មួយដែលយើងអាចទទួលបានអារម្មណ៍មួយដែលយើងទទួលអំពីវប្បធម៌នៅចក្រភពអង់គ្លេសគឺបង្ហាញអំពីវប្បធម៌ដ៏ល្អឥតខ្ចោះនិងផូរផង់របស់គេដែលធ្វើយើងសិក្សាហើយយើងអាចរីករាយនឹងបទពិសោធន៍នេះទាំងនេះផងដែរសម្រាប់ក្រៅពីដំណើរកម្សាន្តបទពិសោធន៍មួយដ៏ល្អមួយទៀតគឺខ្ញុំត្រូវបានសាលានៅសាកលវិទ្យាល័យរបស់ខ្ញុំហ្នឹងបានឲ្យខ្ញុំ internship ហ្នឹងធ្វើជា program បានន័យថាជាអ្នកសម្របសម្រួលនៅក្នុងកម្មវិធីការសិក្សារបស់និស្សិតសាកលវិទ្យាល័យអញ្ចឹងក្រៅពីការសិក្សាដំណើរកម្សាន្តខ្ញុំផងដែរក៏អាចធ្វើការងារបានខ្លះជា internship ហ្នឹងក្នុងរយៈពេល20ម៉ោងក្នុងមួយសប្តាហ៍ដែលនេះគឺជាបទពិសោធន៍មួយដ៏ល្អឥតខ្ចោះដែលក្រៅពីការសិក្សានឹងដើរលេងខ្ញុំអាចធ្វើការងារហើយថែមទាំងទទួលបាននូវបទពិសោធន៍ផងដែរបាទពេលវឌ្ឍនៈនិយាយអញ្ចឹងទៅវាធ្វើឲ្យបងនឹកឃើញអំពីការសិក្សារបស់បងដែរនៅសហរដ្ឋអាមេរិកក៏ចង់ជំរាបជូនទស្សនិកជនផងដែរថាអ្នកសម្របសម្រួលមួយរូបនេះក៏អាចក្លាយទៅជាវាគ្មិនកិត្តិយសនៅវគ្គបន្តទៀតដែរប៉ុន្តែសុំលាក់ជាមុនសិនមិនអញ្ចឹងណាអាចថាយើងបដូរគ្នាទៅវឌ្ឍនៈមកអង្គុយកៅអីនេះបងទៅអង្គុយកៅអីនោះហើយវឌ្ឍនៈសួរសំណួរបងវិញបងអរគុណការចែករំលែករបស់វឌ្ឍនៈហើយមួយវិញទៀតការទៅបន្តការសិក្សានៅបរទេសដោយទស្សនិកជនបានជ្រាបពីចម្លើយរបស់ក្បោះក្បាយរបស់វឌ្ឍនៈហើយថាគឺបូករួមទាំងការសិក្សាផងហើយបូករួមទាំងការទៅដើរកម្សាន្តតាមរមណីយដ្ឋានដើម្បីស្វែងយល់អំពីវប្បធម៌របស់គេផងដែរដូច្នេះបងចង់សួរសំណួរចុងក្រោយទៅកាន់វឌ្ឍនៈបានលើកឡើងពីចំណុចមួយគឺលក្ខខណ្ឌនៃកម្មវិធីអាហារូបករណ៍ Chevening នឹងគឺតម្រូវឲ្យបេក្ខជនរបស់យើងគឺមានសមត្ថភាពភាសាអង់គ្លេសសមរម្យអញ្ចឹងបងចង់សួរថាក្នុងនាមវឌ្ឍនៈជាអ្នកសិក្សាមួយរូបតើវឌ្ឍនៈមានជាកលឹះឬក៏ការចែករំលែកពីវិធីសាស្ត្រយ៉ាងម៉េចធ្វើឲ្យយើងសិក្សាភាសាអង់គ្លេសទៅគឺបានជោគជ័យបានលទ្ធផលល្អអញ្ចឹងវឌ្ឍនៈអាចជួយចែករំលែកទៅកាន់ទស្សនិកជនរបស់យើងតិចទៅបាទសម្រាប់ខ្ញុំគឺសំខាន់មែនទែនភាសាអង់គ្លេសនេះគឺជាលក្ខខណ្ឌរឹងមួយលក្ខខណ្ឌដែលគេហៅថាសំខាន់មួយនៅក្នុងការជាប់ជ័យលាភីអាហារូបករណ៍ Chevening ក៏អាហារូបករណ៍ដទៃក៏ដោយសម្រាប់ខ្ញុំគន្លឹះសំខាន់នៅក្នុងការពង្រឹងសមត្ថភាពភាសាអង់គ្លេសនេះគឺផ្ដោតសំខាន់មែនទែននៅពេលដែលយើងជានិស្សិតយើងជ្រើសរើសសាលាឲ្យបានត្រឹមត្រូវទី1នេះគឺជាគន្លឹះមួយនៅក្នុងការដើម្បីថាយើងអាចបណ្ដុះសមត្ថភាពភាសាអង់គ្លេសរបស់យើងទី2គឺយើងមើលទៅលើ curriculum ឬក៏កម្មវិធីសិក្សារបស់សាលាមួយនោះតើសាលាមួយនោះផ្ដល់កម្មវិធីសិក្សាហ្នឹងចំគោលដៅរបស់យើងដែលយើងចង់សិក្សានឹងដែរឬទេឬក៏គាត់មានកម្មវិធីណាដែលធ្វើឲ្យយើងអាចសិក្សាបានល្អជាងមុនប្រសើរនេះគឺជាគន្លឹះដ៏សំខាន់មែនទែននៅក្នុងការពង្រឹងសមត្ថភាពភាសាអង់គ្លេសបន្ទាប់មកគន្លឹះផ្ទាល់ខ្លួនមានន័យថាការពង្រឹងសមត្ថភាពផ្ទាល់ខ្លួននោះគឺសម្រាប់ខ្ញុំបទពិសោធន៍របស់ខ្ញុំគឺខ្ញុំចូលចិត្តទិញសៀវភៅជាលំហាត់ភាសាអង់គ្លេសដើម្បីយើងមកអង្គុយធ្វើ grammar test មានន័យថាយើងធ្វើទៅលើលំហាត់វេយ្យាករណ៍លំហាត់សំឡងប្រយោគផ្សេងដែលធ្វើឲ្យយើងនឹងបានន័យថាថ្នឹកដៃគ្រាន់តែឃើញមកយើងអាចធ្វើបានទី2សម្រាប់ listening
ខ្ញុំចូលចិត្តស្ដាប់ព័ត៌មានអន្តរជាតិដែរតាមរយៈ YouTube ក្តីទូរទស្សន៍ក្តីកាលពីមុនដោយសារយើងមិនទាន់មានអ៊ីនធឺណិតយើងស្ដាប់នៅក្នុងទូរទស្សន៍ខ្ញុំចូលចិត្តស្ដាប់ CNN BBC ដែលជាការថាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយដែលនិយាយភាសាដើមរបស់គេ speaking so កន្លែងហ្នឹងខ្ញុំគិតថាវាពង្រឹងនៅសមត្ថភាព listening របស់យើងហើយចំណុចមួយដែលសំខាន់មែនទែនគឺយើងអនុវត្តនៅការនិយាយភាសាអង់គ្លេសរបស់យើងជួនកាលនិយាយខ្លួនជាមួយខ្លួនឯងនៅក្នុងកញ្ចក់ធ្វើ presentation ធ្វើបទបង្ហាញផ្សេងៗឬក៏យើងអាចទៅកន្លែងណាដែលមានជនជាតិបរទេសក៏ជាក់ស្ដែងផ្ទាល់ផងដែរបើសិនជាយើងសិក្សានៅក្នុងកម្មវិធីសិក្សាសាលារៀនខ្លះគាត់អាចនឹងមានគ្រូជាភាសាបរទេសជាគ្រូដែលមានគេថាកំណើតជនជាតិដើមអញ្ចឹងយើងអាចនិយាយជាមួយគាត់ហ្វឹកហាត់ជាមួយគាត់អញ្ចឹងនេះហើយគឺជា tip សំខាន់មែនទែននៅក្នុងការពង្រឹងសមត្ថភាពភាសាអង់គ្លេសហើយចំណែកពាក់ព័ន្ធនឹងការអានខ្ញុំគិតថាវាក៏ជារឿងសំខាន់មួយដែរកាលណាយើងអានច្រើនមានគំនិតច្រើនហើយពង្រីកនៅគេហៅថា vocabulary តែពាក្យនៅក្នុងការប្រើប្រាស់សម្រាប់សំណេរភាសាអង់គ្លេសក៏ដូចជាការប្រើប្រាស់នៅក្នុងការសន្ទនាជាដើមអញ្ចឹងខ្ញុំបើសម្រាប់ខ្ញុំយកចិត្តអានកាសែតចិត្តអានកាសែតហើយណាមួយដោយសារខ្ញុំរៀនផ្នែកប្រព័ន្ធផ្សព្វផ្សាយដូច្នេះខ្ញុំតែងតែអានកាសែតជារៀងរាល់ព្រឹកដូច្នេះហើយទើបសមត្ថភាពអង់គ្លេសរបស់ខ្ញុំពីមួយឆ្នាំទៅមួយឆ្នាំគឺកើនឡើងរហូតទល់ឲ្យខ្ញុំអាចទទួលបាននៅជ័យលាភីអាហារូបករណ៍ Chevening បាទបងចាប់អារម្មណ៍ត្រង់ចំណុចមួយដែលវឌ្ឍនៈបានលើកឡើងគឺការស្វែងរកទីកន្លែងដែលមានជនបរទេសគាត់រស់នៅនេះវាជាអ្វីមួយដែលប្លែកដែរសម្រាប់ទស្សនិកជនរបស់យើងគាត់ចង់អភិវឌ្ឍនៅសមត្ថភាពការប្រើប្រាស់ភាសាអង់គ្លេសគាត់អាចស្វែងរកនៅទីតាំងដែលប្រមូលផ្ដុំដោយជនបរទេសគាត់អាចស្វែងរកនៅដៃគូសន្ទនាបងជឿថាពួកគាត់នឹងរីករាយនៅក្នុងការប្រើប្រាស់ភាសាអង់គ្លេសជាមួយយើងហើយចំណុចមួយទៀតនោះគឺកុំភ័យខ្លាចនៅក្នុងការបង្កើតនៅកំហុសពីព្រោះថានេះគឺមិនមែនជាភាសាដើមរបស់យើងទេអញ្ចឹងដើម្បីអនុវត្តในការប្រើប្រាស់ភាសាជាពិសេសខាងផ្នែកភាសានិយាយគឺចាប់ផ្ដើមពីខ្លួនយើងហ្នឹងហើយអញ្ចឹងបងសូមអរគុណវឌ្ឍនៈច្រើនដែលបានចែករំលែកពីកលឹះមួយនេះគឺជាកលឹះដែលសំខាន់សម្រាប់អ្នកដែលកំពុងទស្សនាគាត់ទៅយកទៅដើម្បីអនុវត្តហើយអភិវឌ្ឍនៅសមត្ថភាពការប្រើប្រាស់ភាសាអន្តរជាតិដ៏សំខាន់មួយនេះផងដែរទស្សនិកជនជាទីមេត្រីកម្មវិធី Cam ASEAN 40 Minute Talk Show របស់យើងបានដល់ទីបញ្ចប់ហើយប៉ុន្តែនេះមិនមែនជាវគ្គទី1ហើយក៏នេះក៏មិនមែនជាវគ្គចុងក្រោយផងដែរយើងនៅមានវគ្គជាបន្តផងទៀតដែលនឹងមានការចូលរួមពីវាគ្មិនកិត្តិយសរបស់យើងដទៃទៀតដែលគាត់នឹងធ្វើការចូលរួមចែករំលែកទៅលើប្រធានបទផ្សេងៗគ្នាផងដែរហើយបងក៏សូមអរគុណវឌ្ឍនៈដែរដែលវឌ្ឍនៈបានចំណាយពេលដ៏មានតម្លៃហើយទាំងដែលការពិភាក្សាមមាញឹកចូលរួមក្នុងកម្មវិធីរបស់យើងនៅថ្ងៃនេះហើយបងសូមជូនពរវឌ្ឍនៈសូមឲ្យជួបប្រទះតែសុខភាពល្អហើយមួយទៀតគឺជោគជ័យនៅក្នុងការងារដែលវឌ្ឍនៈកំពុងតែធ្វើផងដែរសូមអរគុណសូមជម្រាបលា